ខ្លះនៅតាមបន្ទប់នៅអីនៅឡើយនៅអា3នៅបើកទៅដល់គោនឹង24នាក់អស់អាហ្នឹងអាក្រោម2ឆ្នាំចឹងក្នុងចំណោម196នាក់ហ្នឹងអាបើកទៅដល់គោនឹង24នាក់ហើយខុំហ្នឹង2ឆ្នាំ3ឆ្នាំ4ឆ្នាំល្មិចល្មក់ហើយពួកគេសិតតែបាត់បង់ឪពុកម្ដាយបច្ច័យរបស់ពួកគេហើយទើបខ្ញុំទទួលពួកគេមកហ្នឹងហើយទីនេះយើងដាក់ឈ្មោះថាមណ្ឌលមេឈើម៉ែឪធ្លាប់ឮទេបាទពាក្យភាសាខ្មែរមេឈើឬក៏មេធៀងប្រៀបដូចជាកូនចៅអញ្ចឹងដើមឈើប្រៀបដូចជាឪពុកម្ដាយឬក៏អាណាព្យាបាលនៃធៀបណាបើសិននៅពេលយើងដាក់ឈ្មោះថាមណ្ឌលមេឈើមានន័យថាមេឃដែលវាអត់ដើមអញ្ចឹងវាប្រៀបដូចជាកូនដែលអត់មានឪពុកម្ដាយបាទប៉ុន្តែគុណតម្លៃរបស់មេឈើមួយវាផ្ដល់មលុបវាផ្ដល់ចម្រោកបើម៉ែនៅវាស្រែនៅចកានៅអីក្តៅហែកអត់មានកន្លែងជ្រកបើសិនបើមានមលុបមេឈើទូចមួយឯងខ្ញុំគិតថាកន្លែងហ្នឹងពិសេសបំផុតហើយសម្រាប់ចូលទៅសម្រាកចូលទៅជ្រកចូលទៅហូបទឹកហូបបាយអីណាបាទអញ្ចឹងគុណតម្លៃរបស់មេឈើវាផ្ដល់មលុបវាផ្ដល់ចម្រោកដែរអញ្ចឹងខ្ញុំគ្រាន់តែចង់ឲ្យទីនេះខ្លាយទៅជាចម្រោករបស់កូនដែលកព្រាកប្រុកអត់ឪពុកម្ដាយអត់អ្នកមើលអត់អ្នកថែទាំនឹងហើយកូនខ្ញុំថែដោយម៉ែចំនួន27នាក់អញ្ចឹងចែកកូនឲ្យម្នាក់មើល8នាក់ម្នាក់មើល8នាក់អញ្ចឹងមានន័យថាម៉ែដោះមួយមើលកូន8នាក់មិនបាច់មើលកូនគេទេគេមានកូនគេមានអ្នកមើលហើយមើលកូនខ្លួនឯង8នាក់ហ្នឹងឲ្យទៅគប់ឈុំជ្រោយទៅមានបោកគួរខ្លះងូតទឹកខ្លះអោបរំខ្លះបដែបដៅហ្នឹងគឺប្រគល់ឲ្យម៉ែម្នាក់ហ្នឹងជាអ្នកទទួលខុសត្រូវអញ្ចឹងទៅហើយចុងភៅយើងមាន3នាក់អញ្ចឹងចុងភៅ3នាក់ហ្នឹងបដោតទៅលើអាហារព្រឹកថ្ងៃល្ងាចព្រឹកថ្ងៃល្ងាចគ្រប់គ្នាអញ្ចឹងទៅបាទហើយមួយថ្ងៃ3ពេលខណ្ឌអង្គមួយថ្ងៃអស់មួយបាវ50គីឡូព្រឹកខណែបបរទេ10គីឡូថ្ងៃឡើងទៅបាយ20គីឡូល្ងាចឡើងទៅបាយ20គីឡូអញ្ចឹងមួយបាវ50គីឡូហ្នឹងបានតែមួយថ្ងៃទេបាទមួយខែកូនខ្ញុំកាស៊ីកអស់1តោនកន្លះបាទស្មើនឹង30បាវបាទហើយបើមហូបបន្លែត្រីសាច់ស្លស្រុកអាស្រុកបងបរហោអាស្លបងប្រហុកហ្នឹងម៉ែអាហ្នឹងក៏អស់ច្រើនដែរបាទទិញម្ដងមួយថ្ងៃចូលចង់មើលព្រឹកចូល20ម៉ឺនថ្ងៃ30ម៉ឺនល្ងាច30ម៉ឺនអញ្ចឹងមួយថ្ងៃគាត់មហូបស៊ីចូល80ម៉ឺនដែរបាទបោកទាំងអង្គទៀត1លានត្រឹមនិយាយទៅចូល1លានបាទអញ្ចឹងមួយខែថាយើងចាយទៅលើកូនហូបចុកហ្នឹងចូល30លានដែរបាទអញ្ចឹងមាត់ធំមាត់ច្រើនអញ្ចឹងគាត់ចង់ម៉ែដឹងថាអូយមិនដែរចាំមិនរស់ណោះពិបាកជាងគេអានៅបើទឹកដោះគោណាម៉ែបាទអានោះទឹកដោះគោមកកំប៉ុងយើងដឹងហើយតាមអាទិត្យវាវាយដាច់ហ្នឹងមកកំប៉ុងហើយមកកំប៉ុងសោះ$10ជាងហើយគ្នាវា24នាក់សម្រុកមួយថ្ងៃមួយអាទិត្យ24កំប៉ុងមួយអាទិត្យ24កំប៉ុងអញ្ចឹងហើយអាតូចហ្នឹងចំណាយច្រើនជាងអាធំទៀតបាទហើយចែកពីនោះកូនយើងដែលពិការភាពក៏មានចិត្តចូល10នាក់ដែរអាហ្នឹងអាសេរីជួយខ្លួនឯងអត់បានមានន័យថាពិការទាំងដៃពិការទាំងជើងនិយាយមិនកើតហៀតតែទឹកមាត់ងូតទឹកខ្លួនឯងក៏មិនកើតអាហ្នឹងទៀមទាឲ្យម៉ែហ្នឹងគឺត្រូវជួយគាត់ទាំងស្រុងហើយកូនដែលមានកាយសម្បទាបែបហ្នឹងគឺពិបាកមើលណាម៉ែឪដឹងហើយនិយាយទៅកូនប្រភេទនេះពួកខ្ញុំអត់ទទួលទេដោយសារខុសជំនាញយើងមើលព្រោះបើអញ្ចឹងគាត់ទទួលគាត់ត្រូវមើលមួយជីវិតតែហ្មងត្រូវអត់ម៉ែបាទប៉ុន្តែយើងនៅពេលដែលអ្នកខ្លះគាត់ដឹងថាយើងអត់ទទួលគាត់យកមកប្លង់ចោលនៅមុខកន្លែងយើងហ្នឹងបាទបើកទ្វារទៅឃើញជួនកាលយប់ជួនកាលថ្ងៃហើយយើងចោលគ្នាទៅណាទៀតបើគ្នាកើតមកកវេសវេសវាចង់រស់ចង់អីហើយចឹងមានថាអូតោះយកមកមានប្រមាណចាំប៉ុណ្ណឹងស៊ីមានស៊ីអត់ចាំគិតទៀតអញ្ចឹងទេម៉ែរាល់ថ្ងៃនោះអញ្ចឹងមណ្ឌលមេឈើប្រៀបដូចជាគ្រួសារមួយអញ្ចឹងដែលខ្ញុំដើរតួជាឪផ្ទាល់របស់កូនហើយអញ្ចឹងកូនទាំងអស់ហៅខ្ញុំមកប៉ាទាំងអស់គ្នាអញ្ចឹងទៅបាទហើយឥឡូវរកប៉ាណាបើមានតែប៉ាមួយហ្នឹងម៉ែជួនកាលឈ្មោះតកូលរបស់គាត់ហ្នឹងអត់មានតាំងនាមតកូលដាក់ដើម្បីធ្វើអាសវត្ថកំណើត
ពួកយើងមិនត្រូវរៀបសមុទ្រកំណើតឲ្យគាត់មានអត្តសញ្ញាណរៀងខ្លួនរកតែឈ្មោះឪបកើតដាក់នៅក្នុងសមុទ្រកំណើតហ្នឹងមិនរកមិនបានផងពួកខ្លះមកទូចពេកហ៎អា2ថ្ងៃក៏មានអាមួយអាទិត្យក៏មានអាមួយខែក៏មាន2ខែក៏មានហើយទៅសួរដឹងលេខកើតជាងបងណាកូនឪកូនឯងបកើតឈ្មោះអីម៉ែបកើតឈ្មោះអីស្រុកកូនឯងនៅណាសួរមិនដឹងចឹងបាត់ព័ត៌មានរបស់គាត់ហ្មងបាទចឹងដាក់ឈ្មោះខ្ញុំនោះធ្វើឪទៅហើយដាក់អ្នកគ្រូនោះធ្វើម៉ែទៅធ្វើមិនឥឡូវចាប់ដាក់សិនហើយចាប់ម៉ែចាប់ឪដាក់ធ្វើម៉ែឪកូនសិនហ្នឹងពីព្រោះយើងត្រូវរៀបសមុទ្រកំណើតឲ្យគាត់ហ៎បាទអញ្ចឹងមិនមែនជារឿងមួយដែលងាយស្រួលទេក្នុងការចិញ្ចឹមកូនតូចចៅតូចពិបាកណាស់សក់ខ្ញុំកាលមុនអត់មានកញ្ញាញ់អញ្ចឹងទេដល់ពេលកូនកាន់តែច្រើនទៅកញ្ញាញ់ទៅនេះគិតមិននេះហត់ទៅម៉ែរាល់ថ្ងៃហត់មិនមែនអត់ហត់ទេប៉ុន្តែសួរយើងចោលគ្នាទៅណានៅតែស្រឡាញ់នៅតែយកចិត្តទុកដាក់ហើយខ្ញុំដើម្បីរកលុយចិញ្ចឹមកូនឆ្នាំមុនមួយទៀតរត់ថ្មើរជើងពីសៀមរាបឡើងមកមណ្ឌលមេឈើហ្នឹងរត់8ថ្ងៃបានមកដល់ហើយប្រម៉ែប្រមូលមានអ្នកចូលតាមផ្លូវផងចូលតាមអា Facebook ហ្នឹងផងបានចូល$70000ជាងដែររស់បានមួយឆ្នាំរបស់គ្នាទៅហើយឆ្នាំនេះដើរលក់អាវយឺតម៉ែខ្លះហើយឃើញទៅលក់នៅបរិយាប្រភពថ្មីចកាដូងដែរបាទខ្ញុំដើរលក់អាវយឺតទេម៉ែអាវមួយចំណេញបាន$2ដែរចង់ចេះតែប្រឹងដើរលក់តាមខេត្តតាមស្រុកតាមផ្សារតាមកន្លែងផ្សេងទៅខ្សែផ្សំគ្នាដើម្បីយកមកធ្វើមិនទុកទល់ឲ្យគ្រប់មួយឆ្នាំពីព្រោះយើងអាចរត់រមួយថ្ងៃរស់មួយថ្ងៃដូចគេបានទេរត់រតែម្ដងធ្វើមិនឲ្យរស់បានមួយឆ្នាំបាទអញ្ចឹងបានប្រឹងដើរលក់អាវហ្នឹងថ្ងៃហ្នឹងបាទហើយក្រៅពីនោះមានបងប្អូនសប្បុរសជនអញ្ជើញមកម្ដងម្កាលអញ្ចឹងទៅដូចម៉ែអញ្ចឹងទៅនឹកឃើញថ្ងៃបុណ្យថ្ងៃទៀនថ្ងៃឈប់សម្រាកជួនកាលគេនាំគ្រួសារគេមកក្រុមហ៊ុនអញ្ចឹងទៅរោងចក្រខ្លះសាលារៀនខ្លះគេប្រម៉ែប្រមូលមកហើយខោអាវដែលកូនគាត់ចៅគាត់ប្រើហើយបោកគក់ឲ្យស្អាតម្នាក់វិចម្នាក់ពីរស្បោងយកមកឲ្យកូនខ្ញុំហើយយើងទទួលទាំងអស់ម៉ែលំមានចៅមានអីណាណីជួនកាលគាត់ធំទៅពាក់ខោអាវលែងត្រូវអីហ្នឹងប្រម៉ែប្រមូលឲ្យអស់មកនេះសេរីនេះមួយណាក៏ពាក់កើតដែរបាទស្អីក៏ពាក់បានដែរឥឡូវយើងធ្វើមកឥឡូវម៉ែឧទាហរណ៍នេះបើទិញខោអាវរៀនណាមួយឆ្នាំម្នាក់2កាផ្លេអញ្ចឹងកូនចិត្ត200នាក់បើទិញចូលចង់400កាផ្លេអាហ្នឹងខោអាវរៀនណាបាទអញ្ចឹងគាត់ទិញខោអាវរៀនហ្នឹងក៏វិលមុខដែរក៏ត្រូវចំណាយលុយច្រើនដែរបាទអញ្ចឹងអានេះក៏ជាព័ត៌មានត្រួសដើម្បីឲ្យម៉ែឪអញ្ជើញមកដល់មណ្ឌលមេឈើនេះបានជ្រាបជាព័ត៌មានផងហើយមិនបានសួរឈ្មោះអស់ទេនេះនឹងឈ្មោះអីខ្លះនេះប៉ុន្តែគោរពអរគុណណាស់ម៉ែឪទាំងអស់សម្រាប់ទឹកចិត្តក្តីស្រឡាញ់បានមកលេងកូនចៅដល់មណ្ឌលមេឈើអត់មានអីទទួលទេមានតែអាញ៉ោកអាញាក់នឹងទទួលបាទដូចជាអស់ហើយអ៊ំណាចែករំលែកព័ត៌មានប៉ុណ្ណឹងចុះចូលក្នុងនឹងផងបាទស្រែកទៅនិយាយទៅលេខបាទលេខរបស់មណ្ឌលមេឈើ012 32 47 11បាទហើយទីតាំងមណ្ឌលមេឈើនៅភូមិលិចវត្តសង្កាត់កបូលខណ្ឌកបូលភ្នំពេញយើងនេះទេអញ្ចឹងបើម៉ែឪចង់មកលេងចៅកូននៅទីនេះអាចអញ្ជើញមកលេងបានបាទគ្រប់អរគុណបាទក្នុងនាមតំណាងខ្ញុំជាតំណាងឲ្យបងទាំងអស់បាទមានសម្ភារៈតិចតួចណយរបស់បងស្រីនេះចាឥឡូវចេះទៅអញ្ជើញ